រឿងចុងភៅចិត្តបុណ្យនិងចង្ក្រានវេទមន្តកាលពីព្រេងនាយមានភូមិមួយសាងសង់តាំងពីសម័យបុរាណដែលអ្នកស្រុកប្រកបរបរធ្វើស្រែចម្ការក្នុងភូមិនោះមាននារីម្នាក់ឈ្មោះនាងម៉ាលីនាងជាក្មេងកំព្រាតែមានចិត្តល្អនិងពូកែធ្វើម្ហូបជាងគេជារៀងរាល់ថ្ងៃនាងតែងតែក្រោកពីព្រលឹមដាំស្លចម្អិនអាហារទោះជានាងក្រីក្រតែនាងតែងតែចែករំលែកម្ហូបអាហារដល់ក្មេងៗដែលដាច់ពោះថ្ងៃមួយមេភូមិកំណាចឈ្មោះតាជោគបានដើរទាបពុនភោគផលពីអ្នកស្រុកគាត់បានកេងយកស្រូវអង្ករនិងសាច់សត្វស្ទើរតែទាំងអស់ពីអ្នកភូមិពេលល្ងាចធ្លាក់មកដល់នាងម៉ាលីក៏រៀបចំអាំងមាន់ចុងក្រោយនោះដើម្បីចម្អិនជាអាហារស្រាប់តែពេលនោះមានតាស្រុកចំការម្នាក់មានរូបរាងចាស់ជរានិងហត់នឿយដើរមកដល់មុខផ្ទះតាចាស់នោះដួលអង្គុយលើដីហាក់គ្មានកម្លាំងនឹងដើរតទៅទៀតម៉ាលីមើលទៅម្ហូបចុងក្រោយរបស់ខ្លួននាងឃ្លានខ្លាំងណាស់តែនាងអាណិតតាចាស់ជាងដោយក្តីមេត្តានាងបានលើកបាយនិងមាន់អាំងទាំងអស់នោះជូនទៅលោកតានិយាយម្ហូបនេះឆ្ងាញ់ណាស់ចៅចុះចៅឯងមិនឃ្លានទេឬម៉ាលីញញឹមបដិសេធទាំងដែលពួកនាងកំពុងតែគោពេលពិសាឆ្អែតស្រាប់តែតាចាស់នោះប្រែក្រឡាបញ្ចេញពន្លឺពណ៌មាសយ៉ាងភ្លឺចែងចាំងតាមពិតតាចាស់នោះគឺជាទេវតាដែលចុះមកលបងចិត្តមនុស្សលោកសោះទេវតាពេញចិត្តនឹងទឹកចិត្តបរិសុទ្ធរបស់នាងយ៉ាងខ្លាំងក៏ពោលឡាំថាទេវតាប្រាប់ចាប់ពីថ្ងៃនេះទៅចុងក្រាននេះនឹងផ្ដល់ម្ហូបអាហារមិនចេះខ្វះឲ្យតែចៅយកទៅចែករំលែកអ្នកក្រីក្រនិយាយចប់ទេវតាក៏ហក់បាត់ទៅកណ្ដាលអាកាសរាត្រីព្រឹកឡើងម៉ាលីនៅតែគិតថានាងយល់សប្តិនាងសាកល្បងយកសាច់មាន់មួយដុំតូចដែលសល់មកដាក់អាំងលើចុងក្រានអស្ចារ្យណាស់មាន់អាំងមួយដុំកើនឡើងទ្វេដងរហូតពេញតុឯអង្ករមួយក្តាប់คล้ายជាបាយមួយឆ្នាំងធំក្លិនឈ្ងុយនៃមាន់អាំងបានសាយភាយពេញភូមិអ្នកភូមិដែលកំពុងដាច់ពោះបាននាំគ្នារត់មកតាមក្លិនឈ្ងុយម៉ាលីបានរៀបចំពិធីជប់លៀងដ៏ធំមួយចែករំលែកអាហារដល់គ្រប់គ្នាដោយឥតគិតថ្លៃដំណឹងនេះបានលេចលឺដល់ត្រចៀកមេភូមិកំណាចតាជោគកេងសម្ងាត់បានឃើញចុងក្រានវេទមន្តនោះហើយយកទៅប្រាប់មេភូមិតាជោគលោភលន់ក៏នាំបាក់ពួកមកគំរាមយកចុងក្រានវេទមន្តពីនាងម៉ាលីព្យាយាមហាមឃាត់តែត្រូវពួករាជការរុញចេញយ៉ាងឃោឃៅពួកគេបានរឹបអូសូយកចង្ក្រាននិងឆ្នាំងដីនោះទៅកាន់ផ្ទះដ៏ធំស្កឹមស្កៃរបស់ខ្លួនទៅដល់ផ្ទះតាជោគសើចក្អាកក្អាយរួចយកសាច់ស្រស់មកដាក់អាំងប៉ុន្តែវត្ថុស័ក្តិសិទ្ធិមិនជួយជន់ពាលឡើយម្ហូបអាហារមិនបានកើនឡើងតែបាយជាប្រាคล้ายទៅជាភក់ច្រាំនិងដង្កើយ៉ាងគួរឲ្យខ្អើមភ្លាមនោះចុងក្រានវេទមន្តក៏បែកខ្ចាត់ខ្ចាយរួចហុកត្រឡប់ទៅរកនាងម៉ាលីវិញតាជោគត្រូវបាត់បង់ទ្រព្យសម្បត្តិនិងខ្មាស់គេពេញភូមិដោយសារតែភាពលោភលន់របស់ខ្លួនចំណែកឯផ្ទះនាងម៉ាលីវិញចុងក្រានវេទមន្តនៅតែបន្តផ្ដល់ម្ហូបអាហារយ៉ាងបរិបូរណ៍អ្នកស្រុកលែងមានការអត់ឃ្លានទៀតហើយភូមិទាំងមូលពោពឹងដោយស្នាមញញឹមរៀងរាល់ថ្ងៃសិលនាងតែងតែរៀបចំរោងទានចែកអាហារដល់អ្នកដំណើរកាត់ភូមិសេចក្តីល្អនិងការចែករំលែកតែងតែនាំមកនូវសេចក្តីសុខនិងពរជ័យជានិច្ចរឿងចុងភៅចិត្តបុណ្យនិងចុងក្រានវេទមន្តបានចាស់ទុំនិទានតគ្នារហូតមកត